អាជ្ញាធរខេត្តតាកែវអំពាវនាវដល់មន្ត្រីរាជការចូលរួមសម្អាតអនាម័យបរិស្ថានទាំងអស់គ្នាដើម្បីត្រៀមអបអរសាទរបុណ្យទន្លេលើកទី9ឆ្នាំ2025 ថ្លែងក្នុងកិច្ចប្រជុំជាមួយក្រុមការងារក្រសួងទេសចរដើម្បីជួបពិភាក្សារៀបចំយុទ្ធនាការកម្ពុជាស្អាតតាកែវស្អាតដើម្បីត្រៀមអបអរសាទរបុណ្យទន្លេលើកទី9ឆ្នាំ2025នៅព្រឹកថ្ងៃទី13ខែមីនាឆ្នាំ2025លោកងីនហ្គិនដាអភិបាលរងខេត្តតាកែវបានធ្វើការអំពាវនាវនិងរំលឹកដល់មន្ត្រីរាជការប្រជាពលរដ្ឋអាជីវករយុវជនយុវនារីរួមនឹងសាធារណជនទូទៅទាំងអស់ត្រូវបន្តយកចិត្តទុកដាក់និងចូលរួមសម្អាតអនាម័យបរិស្ថានទាំងអស់គ្នាដើម្បីត្រៀមអបអរសាទរបុណ្យទន្លេលើកទី9ឆ្នាំ2025ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី21ដល់ថ្ងៃទី23ខែមីនាខាងមុខនេះលោកងីនហ្គិនដាអភិបាលរងខេត្តបានមានប្រសាសន៍បន្តថាឆ្នាំ2025នេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជ្រើសរើសខេត្តតាកែវដែលជាខេត្តដែលមានវ័យចំណាស់ជាងគេនិងសម្បូរដោយសក្តានុពលធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យទន្លេលើកទី9ជុំទី1ដូច្នេះដើម្បីអបអរសាទរបុណ្យទន្លេលើកទី9នេះឲ្យប្រព្រឹត្តទៅដោយរលូននិងមានបរិស្ថានស្អាតល្អគប្បីមន្ត្រីរាជការពលរដ្ឋយុវជនទាំងអស់ចូលរួមឲ្យសកម្មសម្អាតអនាម័យបរិស្ថានជុំវិញមន្ទីរអង្គភាពលំនៅឋាននិងតាមដងផ្លូវនានាពិសេសនៅទីតាំងត្រៀមរៀបចំបុណ្យទន្លេឲ្យបានស្អាតល្អដើម្បីធានាសុខភាពដល់ថ្នាក់ដឹកនាំនិងភ្ញៀវទេសចរដែលមកលេងកម្សាន្តលោកអភិបាលរងខេត្តតាកែវបានមានប្រសាសន៍បន្ថែមថាកាលណាក្រុងដូនកែវរបស់យើងគ្មានសម្រាមគ្មានក្លិនស្អុយវានឹងធ្វើឲ្យក្រុងដូនកែវកាន់តែស្រស់ស្អាតនិងមានភ្ញៀវទេសចរជាតិអន្តរជាតិមកលេងកាន់តែច្រើនឡើងថែមទៀតព្រោះខេត្តតាកែវមានម្ហូបអាហារសម្រាប់ទាក់ទាញភ្ញៀវទេសចររួចហើយគឺបង្កងនិងពងទាកូនឆ្លៀតក្នុងឱកាសនោះលោកងីនហ្គិនដាអភិបាលរងខេត្តតាកែវក៏បានណែនាំដល់អាជ្ញាធរក្រុងស្រុកស្ថាប័នរដ្ឋឯកជននិងប្រជាពលរដ្ឋទាំងអស់ត្រូវដាក់ទង់ជាតិអមសងខាងផ្លូវឲ្យបានច្រើនដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេលើកទី9ឆ្នាំ2025នៅខេត្តតាកែវនេះប្រកបដោយភាពអធិកអធមនិងសប្បាយក្រៃលែងជាទីបំផុត